រឿងខមមិនអាគមមេតបស្រីភាគទី1កាលពីព្រេងនាយក្នុងរាជធានីបុរាណមួយដែលមានរាជវាំងដ៏ស្កឹមស្កៃនិងផ្ទៃមេឃពណ៌ខៀវស្រងាត់អំដោយផ្ទាំងពុះស្គុះស្កាយប្រជារាស្ត្របានរស់នៅយ៉ាងសុខសាន្តក្រោមម្លប់ព្រះបារមីព្រះមហាក្សត្រទីក្រុងពោរពេញដោយសម្លេងអ៊ូអរនៃការធ្វើជំនួញនិងសម្រស់នៃស្ថាបត្យកម្មដ៏វិចិត្រតែសេចក្តីសុខសាន្តនេះមិនបានស្ថិតស្ថេរយូរឡើយដំណឹងនៃកងទ័ពឈ្លានពានពីនគោកខាងលិចបានលេចជាដូចរន្ទះបាញ់ដែលធ្វើឲ្យប្រជារាស្ត្របាក់បែកចិត្តគ្រប់គ្នាព្រះរាជាបានត្រាស់បង្គាប់ឲ្យកេណ្ឌទ័ពនិងក៏ហៅមេទ័ពគ្រប់រូបដើម្បីប្រជុំជាបន្ទាន់រៀបចំយុទ្ធសាស្ត្រទប់ទល់នឹងសត្រូវនៅភូមិជីដែនដ៏ស្ងប់ស្ងាត់មួយទេវីយុវតីដែលមានសម្រស់ផូរផង់ប៉ុន្តែមានកែវភ្នែកមុតស្រួចខុសពីនារីតីនាងកំពុងហាត់រាំរបាំផងនឹងរៀនក្បាច់គុនដាវលាក់មុខជាមួយឪពុកនាងដែលជាអតីតមេទ័ពចូលនិវត្តន៍សាច់រឿងឪពុកនាងលោកតាជ័យមានជំងឺរ៉ាំរ៉ៃតែគាត់នៅតែព្យាយាមបង្រៀនមន្តអាគមការពារខ្លួនដល់កូនស្រីស្រាប់តែមានសេះខ្មៅមួយក្បាលបំផាយយ៉ាងលឿនមកដល់មុខផ្ទះទាហានម្នាក់បានលាបព្រះរាជសារប្រកាសថាស្ត្រូវកំពុងវីលុបយាយដែនបរោះគ្រប់រូបត្រូវចូលបម្រើតបសាច់រឿងលោកតាជ័យព្យាយាមក្រោកឈរទាញដាវចាស់ដែលច្រេះស៊ីតែគាត់ដួលសន្លប់ដោយសារជំងឺទេវីមើលមុខឪពុកទាំងក្តុកក្តួលនៅយប់នោះក្រោមពន្លឺព្រះច័ន្ទពេញបូណមីទេវីបានសម្រេចចិត្តកាត់សក់វែងរបស់នាងចោលនាងបានចូលទៅក្នុងបន្ទប់សម្ងាត់របស់ឪពុកដើម្បីយកអាវក្រោះនិងខ្សែចង្កេះមន្តអាគមដែលអាចឲ្យនាងមានកម្លាំងដោយដំរីសារសាច់រឿងនាងសូត្រមន្តសុំពរពីបុព្វបុរសរួចរុំក្រមាបិទបាំងមុខមាត់រៀបចំខ្លួនជាបុរសខ្លាំងពូកែម្នាក់មុនពេលព្រះអាទិត្យរះទេវីបានលុតជង្គង់សំពះលាឪពុកដែលកំពុងសម្រានលោករួចឡើងជិះសេះសម្ដៅទៅកាន់បន្ទាយទ័ពធំនាងបានបដូរឈ្មោះជាជ័យវរ្ម័ននៅបន្ទាយទ័ពទេវីក្នុងរាពជាជ័យត្រូវបានមេទ័ពធំសាកល្បងសមត្ថភាពដោយសារមន្តអាគមនិងក្បាច់ដាវដ៏រហ័សរហួននាងបានយកឈ្នះទាហានមាឌធំជាច្រើនអ្នកធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលទេវីបានបន្លំខ្លួនចូលទ័ពជំនួសឪពុកដើម្បីការពារជាតិនិងសង្គុណអ្នកមានគុណប៉ុន្តែតើនាងអាចលាក់ការសម្ងាត់នេះបានយូរប៉ុណ្ណាមេឃងឹតស្លុបទោះបីជាពេលថ្ងៃត្រង់ក៏ដោយកងទ័ពសត្រូវដែលដឹកនាំដោយមេទ័ពសាតាំងបានប្រើមន្តអាគមខ្មៅបង្កើតជាអពលគ្រប់ដណ្ដប់លើសមរភូមិយាយដែនទាហាននគរយើងចាប់ផ្ដើមភ័យខ្លាចនិងបាត់បង់ស្មារតីសាច់រឿងទេវីមើលឃើញទាហានជាច្រើនដួលសន្លប់ដោយសារផ្សែងពុលនាងដឹងថាមានតែមន្តអាគមខ្ពស់ទើបអាចបំបែកអាប់នេះបានទេវីបានជិះសេះសម្រុកចូលទៅកណ្ដាលទ័ពសត្រូវនាងបានប្រយុទ្ធជាមួយមេទ័ពរងរបស់សត្រូវដែលមានមាឌធំដូចយក្សដោយប្រើបញ្ញានិងភាពរហ័សរហួននាងបានប្រើក្បាច់ហ្គាហានូមានចោះស្ពានហក់ឡើងលើអាកាសរួចចាក់សត្រូវចំចំណុចខ្សោយសាច់រឿងការប្រយុទ្ធដ៏ជក់ចិត្តផ្លែដាវប៉ះគ្នាសូរដូចរន្ទះទេវីស្ទើរតែរបូតក្រមាបិទមុខតែនាងក៏អាចយកឈ្នះសត្រូវក្នុងចំណុចស្លាប់បានបន្ទាប់ពីសត្រូវដកថយទេវីត្រូវបានព្រួញមួយគ្រាប់បាញ់ចំស្មានាងព្យាយាមដកព្រួញចេញដោយខ្លួនឯងក្នុងជំរងងឹតព្រោះខ្លាចគេដឹងថានាងជាស្រីនៅពេលគ្រូពេទ្យមកពិនិត្យរបួសសាច់រឿងក្នុងពេលដែលនាងកំពុងរំរបួសទាំងឈឺចាប់មេទ័ពវ័យក្មេងសូរិយាបានដើរចូលមកសួរសុខទុក្ខទេវីភ័យខ្លាំងណាស់នាងក៏ប្រញាប់គ្រប់អាវក្រោះវិញទាំងឈាមហូរមេទ័ពសូរិយាចាប់ផ្ដើមសង្កេតឃើញថាជ័យមានក្លិនក្រអូបដូចផ្កាម្លិះនិងមានកាយវិការស្រទន់ខុសពីទាហានទូទៅលោកចាប់ផ្ដើមសង្ស័យក្នុងចិត្តប៉ុន្តែលោកក៏កោតសរសើរនៅភាពក្លាហានរបស់ជ័យជាខ្លាំងទេវីបានក្លាយជាវីរបុរសក្នុងសមរភូមិប៉ុន្តែរបួសស្មារបស់នាងនិងការសង្ស័យរបស់មេទ័ពសូរិយាកំពុងក្លាយជាឧបសគ្គធំបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាទេវីជ័យដែលមានរបួសស្មាបានលួចទៅលាងរបួសនៅដងស្ទឹងនាពេលយប់ស្ងាត់ឆ្ងាយពីជំរំទ័ពនាងបានដោះអាវក្រោះចេញបង្ហាញឲ្យឃើញនៅសាច់សឹកជ័យនិងសក់វែងដែលនាងលាក់ទុកក្រោមមួកដែកសាច់រឿងក្នុងខណៈដែលនាងកំពុងលាងឈាមចេញពីស្មាមេទ័ពសូរិយាដែលតាមសង្កេតមើលពីចម្ងាយដោយការសង្ស័យក៏បានឃើញការពិតលោកស្រឡាំងកាំងយ៉ាងខ្លាំងដែលខ្ចីវីរបុរសក្លាហានគឺជាសម្រស់នារីដ៏ផូរផង់ម្នាក់សូរិយាបានដើរចេញមកបង្ហាញខ្លួនឲ្យទេវីដឹងទេវីភ័យតក់ស្លុតចាប់ដាវបំរុងនឹងតាំងប៉ុន្តែសូរិយាបានលើកដៃសញ្ញាថាកុំខ្លាចអីលោកសន្និដ្ឋាននឹងរក្សាការសម្ងាត់នេះព្រោះលោកគោរពនៅទឹកចិត្តស្នេហាជាតិរបស់នាងសាច់រឿងអ្នកទាំងពីរបានជាគ្នាពីមូលហេតុដែលទេវីត្រូវបន្លំខ្លួនសូរិយាចាប់ផ្ដើមមានចិត្តអាណិតនិងស្រឡាញ់ទេវីកាន់តែខ្លាំងប៉ុន្តែត្រូវលាក់ទុកក្នុងចិត្តដើម្បីកិច្ចការជាតិស្រាប់តែមេឃប្រែជាពណ៌ឈាមមេទ័ពសាតាំងសត្រូវបានបញ្ចេញគឺវិញ្ញាណខ្មោចព្រាយគេរាប់ពាន់ឲ្យមកឡោមព័ទ្ធជំរុំទ័ពសម្រែកខ្មោចលងបន្លឺឡើងពេញព្រៃធ្វើឲ្យទាហានភ័យខ្លាចដល់ថ្នាក់រត់ចោលជួរសាច់រឿងទេវីនិងសូរិយាត្រូវប្រញាប់ត្រឡប់ទៅបន្ទាយវិញទេវីបានប្រើមន្តអាគមបញ្ចាំងពន្លឺចោលមេឃងឹតស្លុបទោះបីជាពេលថ្ងៃត្រង់ក៏ដោយកងទ័ពសត្រូវដែលដឹកនាំដោយមេទ័ពសាតាំងបានប្រើមន្តអាគមខ្មៅបង្កើតជាអពលគ្រប់ដណ្ដប់លើសមរភូមិយាយដែនទាហាននគរយើងចាប់ផ្ដើមភ័យខ្លាចនិងបាត់បង់ស្មារតីទេវីមើលឃើញទាហានជាច្រើនដួលសន្លប់ដោយសារផ្សែងពុល
នាងដឹងថាមានតែមន្តអាគមខ្ពស់ទើបអាចបំបែកអាប់នេះបានទេវីបានដកដាវប្រចាំត្រកូលចេញមករួចសូត្រមន្តគឺព្រះនារីបើកភ្នែកជារំពេចនោះពន្លឺពណ៌មាសបានជិះចេញពីខ្លួននាងបោកបក់អាប់ពុលឲ្យរលាយសាបសូន្យភ្លាមសាច់រឿងមេតបធំនិងទាហានទាំងអស់ស្រឡាងកាំងនឹងសមត្ថភាពរបស់ជ័យទេវីនាងបានស្រែកបំផុសស្មារតីតបឲ្យវីបកទៅវិញទេវីបានជិះសេះសម្រុកចូលទៅកណ្ដាលតបស្ត្រូវនាងបានប្រយុទ្ធជាមួយមេតបរងរបស់សត្រូវដែលមានមាឌធំដូចយក្សដោយប្រើបញ្ញានិងភាពរហ័សរហួននាងបានប្រាក្បាច់យហនុមានចុងស្ពានហក់ឡើងលើអាកាសរួចចាក់សត្រូវចំចំណុចខ្សោយសាច់រឿងការប្រយុទ្ធដ៏ជក់ចិត្តផ្លែដាវប៉ះគ្នាសូរដូចរន្ទះទេវីស្ទើរតែរបូតក្រមាបិទមុខតែនាងក៏អាចយកឈ្នះសត្រូវក្នុងចំណុចស្លាប់បានបន្ទាប់ពីសត្រូវដកថយទេវីត្រូវបានព្រួញមួយគ្រាប់បាញ់ចំស្មានាងព្យាយាមដកព្រួញចេញដោយខ្លួនឯងក្នុងជំរំងឹតព្រោះខ្លាចគេដឹងថានាងជាស្រីនៅពេលគ្រូពេទ្យមកពិនិត្យរបួសសាច់រឿងក្នុងពេលដែលនាងកំពុងរំរបួសទាំងឈឺចាប់មេតបវ័យក្មេងសូរិយាបានដើរចូលមកសួរសុខទុក្ខទេវីភ័យខ្លាំងណាស់នាងក៏ប្រញាប់គ្រប់អាវក្រោះវិញទាំងឈាមហូរមេតបសូរិយាចាប់ផ្ដើមសង្កេតឃើញថាជ័យមានក្លិនក្រអូបដូចផ្កាម្លិះនិងមានកាយវិការស្រទន់ខុសពីទាហានទូទៅលោកចាប់ផ្ដើមសង្ស័យក្នុងចិត្តប៉ុន្តែលោកក៏កោតសរសើរនៅភាពក្លាហានរបស់ខ្ចីស្រាប់តែមេឃប្រែជាពណ៌ឈាមមេតបសាតាំងសត្រូវបានបញ្ចេញគឺវិញ្ញាណខ្មោចព្រាយគឺរាប់ពាន់ឲ្យមកឡោមព័ទ្ធជំរុំតបសម្រែកខ្មោចឡងបន្លឺឡើងពេញព្រៃធ្វើឲ្យទាហានភ័យខ្លាចដល់ថ្នាក់រត់ចោលជួសាច់រឿងទេវីនិងសូរិយាត្រូវប្រញាប់ត្រឡប់ទៅបន្ទីវិញទេវីបានប្រើមន្តអាគមបញ្ចាំងពន្លឺក្រវាលដើម្បីបង្កើតជញ្ជាំងមន្តអាគមការពារទាហានពីការស៊ីសាច់ហុតឈាមរបស់វិញ្ញាណអាក្រក់ទេវីនិងសូរិយាបានរួមគ្នារំក្បាច់ដាវមន្តអាគមសូរិយាប្រើកោដាវអាគីកវ៉ៃស្វ័ដចំណែកទេវីប្រើកោដាវទឹកកមន្ត Mystic Eye Sword ការរួមបញ្ចូលគ្នានៃធាតុទាំងពីរបានបង្កើតជាកម្លាំងមហាសាលបំផ្លាញមេតបខ្មោចរបស់សត្រូវឲ្យរលាយជាភេសសាច់រឿងសត្រូវចាប់ផ្ដើមដឹងថាមានអ្នកមានបុណ្យបារមីខ្ពស់ក្នុងជួរតបខ្មែរហើយវាបានកំណត់មុខសញ្ញាថាត្រូវតែសម្លាប់វិជ័យឲ្យបានក្រោយពីវិញ្ញាណអាក្រក់រលាយអស់ទេវីត្រូវប្រឈមមុខនឹងបញ្ហាថ្មីមេតបសត្រូវផ្ញើក៏សាព្រួញក៏មកថាបើមិនប្រកល់ខ្លួនវិជ័យឲ្យវីទេវានឹងដុតបំផ្លាញភូមិកំណើតរបស់នាងកន្លែងដែលឪពុកនាងរស់នៅឲ្យទៅជាជ្រៅអាចកំបាំងត្រូវបានដឹងដោយមេតបសូរិយាប៉ុន្តែគ្រោះថ្នាក់កាន់តែធំកំពុងមកដល់កាលណាស្ត្រូវយកជីវិតឪពុកនាងមកធ្វើជាចំណាប់ខ្មាំងមន្តអាគមមេតបស្រីនឹងនាំអ្នកទៅកាន់ឈុតឆាកអបជោដែនសត្រូវដ៏គ្រោះថ្នាក់បំផុតដើម្បីសង្គ្រោះអ្នកមានគុណនិងការបង្ហាញអត្តសញ្ញាណពិតជាលើកដំបូងបន្ទាប់ពីដឹងថាភូមិកំណើតនិងឪពុកកំពុងស្ថិតក្នុងគ្រោះថ្នាក់ទេវីបានសម្រេចចិត្តលុបចាក់ចេញពីបន្ទាយទ័ពទាំងយប់អាធ្រាត្រនាងមិនចង់ឲ្យកងទ័ពទាំងមូលត្រូវវិនាសដោយសារតែរឿងផ្ទាល់ខ្លួនរបស់នាងឡើយសាច់រឿងនាងបានសរសេរសម្បត្តិមួយច្បាប់ទុកឲ្យមេតបសូរិយាដោយពឹងពាក់ឲ្យលោកជួយដឹកនាំទ័ពការពាររាជធានីជំនួសនាងដើម្បីទៅដល់ភូមិឲ្យលឿនបំផុតទេវីត្រូវធ្វើដំណើរឆ្លងកាត់ទីជ្រលងភ្នំអាតកំបាំងដែលពោពេញដោយអន្ទាក់មន្តអាគមខ្មៅរបស់សត្រូវនាងបានប្រើមន្តអាគមកភ្នែកទិព្វដើម្បីមើលឃើញអន្ទាក់ដែលលាក់បាំងក្រោមដីសាច់រឿងនាងត្រូវប្រយុទ្ធជាមួយសត្វចម្លែកដែលកើតចេញពីមន្តអាគមខ្មៅពូវែកយ៉ាប់ភ្នែកភ្លើងដែលយាមផ្លូវនោះនៅពេលទៅដល់ភូមិនាងឃើញផ្ទះសម្បែងត្រូវគេដុតបំផ្លាញហើយឪពុករបស់នាងត្រូវបានមេតបសាតាំងចាប់ចំនៅកណ្ដាលភូមិមេតបសាតាំងសើចចំអកថាជ័យឲ្យជ័យឯងមកដល់ហើយមែនទេវីខិនសម្បាយ៉ាងខ្លាំងនាងបានទាញដាវចេញមកបំរុងនឹងវីលុកប៉ុន្តែមេតបស្ត្រូវគំរាមសម្លាប់ឪពុកនាងភ្លាមប្រសិនបើនាងមិនទម្លាក់អាវុធដើម្បីសង្គ្រោះឪពុកទេវីបានសម្រេចចិត្តដោះមុខដែកនិងរបាំងមុខចេញបង្ហាញសក់ខ្មៅវែងអាឡាយឲ្យមេតបស្ត្រូវនិងអ្នកភូមិឃើញនាងស្រែកថាយើងមិនមែនជ័យទេយើងគឺទេវីកូនស្រីមេតបជ័យសាច់រឿងមេតបស្ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលចាញ់ដៃស្រីម្នាក់កន្លងមកវាបានបញ្ជាឲ្យទាហានព្រៃផ្សៃចូលទៅចាប់ខ្លួននាងក្នុងខណៈដែលទេវីចិត្តនឹងត្រូវគេចាប់បានមេតបសូរិយានិងកងទ័ពសេះបានសម្រុកចូលមកដល់ដោយព្យុះសង្ក្រាសូរិយាបានស្រែកថាទេវីបន្តការប្រយុទ្ធទៅយើងនៅខាងក្រោយនាងជានិច្ចការប្រយុទ្ធដ៏ធំបានផ្ទុះឡើងនៅកណ្ដាលភូមិទេវីបានរំដោះឪពុកបានសម្រេចហើយត្រៀមខ្លួនប្រឈមមុខស្លាប់រស់ជាមួយមេតបសាតាំងជាចុងក្រោយទេវីបានបង្ហាញអត្តសញ្ញាណពិតនិងសង្គ្រោះឪពុកបានដោយមានការជួយជ្រោមជ្រែងពីសូរិយាប៉ុន្តែមេតបសាតាំងមិនទាន់បរាជ័យឡើយវាបានប្រើមន្តអាគមចុងក្រោយដើម្បីក្រឡាខ្លួននៅពេលដឹងថាខ្លួនកំពុងចាញ់ប្រៀបមេតបសាតាំងបានសូត្រមន្តងឹតចុងក្រោយបូជាឈាមទាហានខ្លួនឯងដើម្បីក្រឡាខ្លួនជាយៈអសុរាខ្មៅ
ដែលមានកម្ពស់ដូចដាំត្នោតនិងមានអាវុធជាដំបងរន្ទះសាច់រឿងដេកចាប់ផ្ដើមរញ្ជួយដាំឈើខ្លោចខ្ទេចទាហានទាំងអស់ភ័យខ្លាចដកថយលើកលែងតែទេវីនិងសូរិយាដែលនៅឈរតាំងទេវីបានដឹងថាមិនអាគមម្នាក់ឯងមិនអាចឈ្នះយក្សនេះបានទេនាងបានហៅសូរិយាមកក្បែររួចកាន់ដាវទាំងពីរបញ្ចូលគ្នានាងសូត្រមន្តសាមគីធរចាវាលដែលជាមន្តអាគមខ្ពស់បំផុតក្នុងក្បួនដំណើរពុកនាងសាច់រឿងពន្លឺពណ៌មាសពីដាវទេវីនិងពន្លឺពណ៌ប្រាក់ពីដាវសូរិយាបានរុំព័ទ្ធគ្នាបង្កើតបានជាទេវរូបដ៏ធំអស្ចារ្យមួយដែលមើលទៅដូចជាព្រះអង្គខិតមុខនៃពន្លឺទេវីបានហោះឡើងលើអាកាសអំដោយសន្ធប់នៃពន្លឺទិព្វនាងបានប្រើក្បាច់កេះរន្ទះបាញ់អាចកំបាំងកេះចាក់ទំលុះបេះដូងងឹតរបស់យក្សសាតាំងសម្រែកនៃវិញ្ញាណអាក្រក់បានបន្លឺឡើងរួចក៏ផ្ទុះបីខ្ចាត់ខ្ចាយទៅជាផ្សែងពណ៌សាច់រឿងមន្តអាគមខ្មៅត្រូវបានកំចាត់មេឃដែលងឹតក៏ប្រែជាភ្លឺស្រឡះវិញភ្លាមសត្រូវដែលនៅសេះសល់បានទម្លាក់អាវុធចុះចាញ់ទាំងអស់ក្រោយសង្គ្រាមបញ្ចប់ទេវីនិងសូរិយាបានដឹកនាំទ័ពត្រឡប់ចូលរាជធានីវិញព្រះមហាក្សត្របានដឹងការពិតថាជ័យគឺជាទេវីទ្រង់មិនត្រឹមតែមិនដាក់ទោសនាងដែលបន្លំខ្លួននោះទេតែថែមទាំងប្រកាសតែងតាំងនាងជាកមេទ័ពស្រីដំបូងគេក្នុងប្រវត្តិសាស្ត្រសាច់រឿងឪពុករបស់នាងត្រូវបានគ្រូពេទ្យលួងព្យាបាលឲ្យជាសះស្បើយហើយលោកតាមានមោទនភាពចំពោះកូនស្រីជាខ្លាំងនៅចុងបញ្ចប់ទេវីនិងសូរិយា